ตามបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរមកស្ដាប់អ្នកគ្រូបកស្រាយអំពីថ្ងៃខែឆ្នាំទាំង12ទាំងអស់គ្នាបាទថាតើដំណើរការជីវិតរបស់យើងនឹងជួបរឿងល្អនិងរឿងអាក្រក់អ្វីខ្លះសូមតាមដានស្ដាប់អ្នកគ្រូបកស្រាយទាំងអស់គ្នាបាទចាសម្រាប់តមកទីចូលដល់លោកអ្នកដែលកើតឆ្នាំថោះសម្រាប់លោកអ្នកដែលកើតឆ្នាំថោះនៅក្នុងខែមករាក្នុងឆ្នាំ2026នេះផ្ទាល់ចាលោកអ្នកអាចនឹងមានឱកាសនឹងទទួលបានការជ្រោមជ្រែងការជួយឧបត្ថម្ភឬក៏អាចថានឹងមានអ្នកចូលមកជួយលោកអ្នកពាក់ព័ន្ធជាមួយនឹងបញ្ហាផ្សេងៗដែលលោកអ្នកកំពុងតែជួបមិនថាជាលុយកាក់ឬក៏បញ្ហាផ្សេងៗមិនថាការងារឬការរកស៊ីទេចាហើយនៅក្នុងខែថ្មីនេះដែរចាអ្នកកើតឆ្នាំថោះគឺលោកអ្នកអាចថាបើសិនជាមានឱកាសទទួលបានជំនួយឬការជួយគឺបានពីមនុស្សផ្ទុយភេទអាចនឹងមានមនុស្សផ្ទុយភេទអាចនឹងជួយយើងអញ្ចឹងណាចាហើយបើពាក់ព័ន្ធនឹងរឿងលុយកាក់សម្រាប់នៅក្នុងខែមករានេះដែរលោកអ្នកអាចនឹងមានបន្ទុកឬការចំណាយច្រើនពិតមែនអាចត្រូវជួយអ្នកជុំវិញខ្លួនមិនថាអ្នកអាយុតិចជាងអ្នកអាយុច្រើនជាងចាគឺពួកគាត់អាចនឹងចូលមកពឹងពាក់ឬសុំជំនួយពីយើងហើយលោកអ្នកក៏ទទួលបានការជួយពីអ្នកដទៃមកវិញដូចគ្នាអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងសុខភាពវិញចាសុខភាពរបស់អ្នកត្រូវប្រយ័ត្នរឿងការហូបចុករឿងចំណីអាហារផ្សេងៗព្រោះដោយសារលោកអ្នកអាចថាពេលខ្លះចូលចិត្តញ៉ាំផ្អែមណាអ្នកកាត់ឆ្នាំថោះអញ្ចឹងត្រូវកាត់បន្ថយរឿងការញ៉ាំរបស់ផ្អែមផងចាហើយពាក់ព័ន្ធជាមួយនឹងរឿងការងារសម្រាប់លោកអ្នកដែលមានការជាប្រចាំការងាររបស់លោកអ្នកឃើញថាអាចមានការរីកចម្រើនឬមានផ្លែផ្កាសម្រាប់យើងនឹងទទួលបានការជួយជ្រោមជ្រែងពីចៅហ្វាយនេះឬក៏ថ្នាក់លើរបស់យើងអីចឹងណាចានឹងធ្វើឲ្យការងាររបស់លោកអ្នកអាចនឹងមានភាពលេចធ្លោជាពិសេសលោកអ្នកអាចទទួលបានការកោតសរសើរឲ្យមួយពីថ្នាក់លើរបស់យើងចឹងណាចាហើយពាក់ព័ន្ធជាមួយនឹងការរកស៊ីចាការរកស៊ីរបស់អ្នកនៅក្នុងខែមករានេះគឺលោកអ្នកត្រូវប្រយ័ត្នតិចដែរគឺពាក់ព័ន្ធជាមួយនឹងដៃគូរកស៊ីថ្មីចាបើសិនជាលោកអ្នកត្រូវរកស៊ីជាមួយនឹងមនុស្សថ្មីចាត្រូវប្រយ័ត្នកុំទាន់អាចទុកចិត្តលើគេ 100% ណាព្រោះអាចមានឱកាសប្រយ័ត្នមានការប៉ះទង្គិចគ្នាឬអាចថាគេអាចមិនស្មោះត្រង់ចំពោះយើងអញ្ចឹងត្រូវប្រយ័ត្នតិចដែរចាហើយពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលមានដៃគូចាជីវិតគូរបស់លោកអ្នកនៅក្នុងខែមករានេះឃើញថាយើងអាចល្អប្រសើរជាងមុនមិនថាលោកអ្នកអាចមានចំនួនមានបញ្ហាឆ្លោះប្រកែកគ្នាទេចូលដល់ខែមករានេះយើងអាចនឹងត្រឡប់មកត្រូវគ្នាវិញហើយសម្រាប់បងប្អូនដែលកំពុងមានបំណងចង់មានបុត្រធីតាហ្នឹងក៏អាចនឹងមានអ្នកមកចាប់កណ្ដាលណាចាហើយសម្រាប់អ្នកនៅទីនេះលោកអ្នកដែលមិនទាន់មានអ្នកណាឃើញថាលោកអ្នកអាចនឹងមិនចង់បើកចិត្តទទួលអ្នកណាទេនៅក្នុងឱកាសនេះឃើញថាព្យាយាមចង់ពង្រឹងខ្លួនឯងឬក៏ចង់ប្រើជីវិតឯករាជ្យបន្តទៀតសិនណាចាហើយពាក់ព័ន្ធនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់អ្នកកើតឆ្នាំថោះចាលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការទៅជួយធានារឿងអីឲ្យគេណាប្រយ័ត្នមានទុកដល់ខ្លួនឯងចាហើយពាក់ព័ន្ធជាមួយនឹងការសន្យាអីផ្សេងៗបើសិនជាមិនច្បាស់កុំព្យាយាមទៅសន្យាជាមួយអ្នកណាម្នាក់បើមិនចឹងទេវាអាចធ្វើឲ្យមានគេហៅថាការបាត់បង់ទំនុកចិត្តចឹងណាចាហើយចុងក្រោយការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យដោយការប្រឡែងសត្វចាមិនថាជាសត្វស្លាបឬប្រឡែងត្រីប្រឡែងដើមប្រឡែងតុងអីទេចាយើងអាចធ្វើបានដើម្បីលើករាសីហើយពណ៌លើករាសីរបស់លោកអ្នកគឺមានពណ៌សហើយពណ៌ប្រផេះចាលេខសំណាងគឺមានលេខ94ណាចា